ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាគន្ថីទី4បទល្មើសប្រឆាំងនឹងជាតិមាតិកាទី1ការប៉ះពាល់ដល់ស្ថាប័នចម្បងរបស់រដ្ឋជំពូកទី3ការប៉ះពាល់ដល់បុគ្គលសាធារណៈផ្នែកទី3ការញុះញង់ឲ្យប្រើបទល្មើសមាត្រា494លក្ខខណ្ឌអតិភិបនៃការញុះញង់ដើម្បីអនុវត្តផ្នែកនេះការញុះញង់អាចត្រូវផ្តន្ទាទោសកាលបើអំពើនេះត្រូវបានប្រព្រឹត្ត1ដោយសម្ដីតាមប្រភេទណាក៏ដោយដែលប្រកាសនៅក្នុងទីកន្លែងសាធារណៈឬនៅក្នុងពេលប្រជុំជាសាធារណៈ2ដោយសំណេរឬគំនូរតាមប្រភេទណាក៏ដោយដែលត្រូវផ្សព្វផ្សាយនៅក្នុងចំណោមសាធារណជនឬតាំងឲ្យសាធារណជនមើល3ដោយគ្រប់មធ្យោបាយទូរគមនាគមន៍សោតទោសសម្រាប់សាធារណជនមាត្រា495បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាតអំពើញុះញង់ដោយផ្ទាល់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋឬប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមតាមមធ្យោបាយណាមួយក្នុងចំណោមមធ្យោបាយដែលមានចែងក្នុងមាត្រា494លក្ខខណ្ឌអតិភិបនៃការញុះញង់នៃក្រមនេះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី6ខែទៅ2ឆ្នាំនិងពិន័យជាប្រាក់ពី1លានរៀលដល់4លានរៀលប្រសិនបើការញុះញង់នេះគ្មានប្រសិទ្ធភាពទេមាត្រា496បទញុះញង់ឲ្យមានការរើសអើងអំពើញុះញង់ដោយផ្ទាល់តាមមធ្យោបាយណាក៏ដោយដែលមានចែងក្នុងមាត្រា494លក្ខខណ្ឌអតិភិបនៃការញុះញង់នៃក្រមនេះឲ្យប្រព្រឹត្តការរើសអើងការគុំគួនឬហិង្សាចំពោះបុគ្គលណាម្នាក់ឬក្រុមណាមួយដោយមូលហេតុបុគ្គលនេះជាសមាជិកឬមិនមែនជាសមាជិកនៃជាតិពន្ធុក្រមជាតិពូជសាសន៍ឬនៃសាសនាណាមួយជាកំណត់នោះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី1ឆ្នាំទៅ3ឆ្នាំនិងពិន័យជាប្រាក់ពី2លានរៀលទៅ6លានរៀលប្រសិនបើការញុះញង់នេះគ្មានប្រសិទ្ធភាពទេមាត្រា497អំពើញុះញង់ប្រព្រឹត្តតាមផ្លូវសារព័ត៌មានបទល្មើសដែលមានចែងក្នុងផ្នែកនេះដែលប្រព្រឹត្តតាមផ្លូវសារព័ត៌មានត្រូវស្ថិតនៅក្រោមបទបញ្ញត្តិនៃច្បាប់ស្តីពីរបបសារព័ត៌មានមាត្រា498ទោសបន្ថែមប្រភេទនិងរយៈពេលចំពោះបទល្មើសដែលមានចែងក្នុងផ្នែកនេះទោសបន្ថែមដូចតទៅនេះអាចត្រូវបានប្រកាស1ការដកសិទ្ធិខ្លះជាពលរដ្ឋជាស្ថាពរឬសម្រាប់រយៈពេល5ឆ្នាំយ៉ាងច្រើន2ការហាមឃាត់ចំពោះការកាន់កាប់ឬការយកតាមខ្លួននៅអាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវគ្រប់ប្រភេទជាស្ថាពរឬសម្រាប់រយៈពេល5ឆ្នាំយ៉ាងច្រើន3ការបិទផ្សាយសេចក្តីសម្រេចផ្តន្ទាទោសសម្រាប់រយៈពេល2ខែយ៉ាងច្រើន4ការផ្សាយសេចក្តីសម្រេចផ្តន្ទាទោសនៅក្នុងសារព័ត៌មាន5ការផ្សាយសេចក្តីសម្រេចផ្តន្ទាទោសតាមគ្រប់មធ្យោបាយទូរគមនាគមន៍សោតទោសសម្រាប់រយៈពេល8ថ្ងៃយ៉ាងច្រើន